អូខេមកសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតមកបង្ហាញពីដំណោះស្រាយនៃការ load អក្សរខ្មែរនៅក្នុងប្លង់ AutoCAD អញ្ចឹងជាទូទៅចំពោះការ save ប្លង់ឬមួយក៏ការសរសេរប្លង់គឺយើងភាគច្រើនយើងប្រើប្រាស់នៅ font Lemon យកមកសរសេរវាពិបាកវាខុសជាមួយនឹង keyboard Unicode អញ្ចឹងទៅប៉ុន្តែថ្ងៃនេះខ្ញុំមានfont មួយចំនួនដែលជាប្រភេទ font Unicode ដែលយើងអាចសរសេរបាននៅក្នុងកម្មវិធី AutoCAD តាមធម្មតាដូចយើង typing ជាក់ស្ដែងអូខេអញ្ចឹងfont នេះគឺជា font Unicode ដែលខ្ញុំសរសេរឥឡូវខ្ញុំសរសេរឲ្យអ្នកទាំងគ្នាខ្ញុំជាន់ទី1យើងអាចសរសេរលឿនបែបហ្នឹងតាមដែល typing ដែលយើងសរសេរជាក់ស្ដែងអូខេអញ្ចឹងដំណោះស្រាយគឺងាយទេចំពោះការsave ក៏វាងាយដែរអញ្ចឹងខ្ញុំធ្វើមកដំណាក់កាលបញ្យល់ឲ្យអ្នកទាំងគ្នាកាន់តែងាយយល់អូខេអញ្ចឹងនៅកន្លែងនេះបើសិនបើយើង print ធម្មតាឧទាហរណ៍ថាខ្ញុំ control អក្សរ P បែបហ្នឹងចុះអញ្ចឹងការប្រើប្រាស់កម្មវិធី AutoCAD ដំបូងការ save គឺយើងយក DWG to PDF អញ្ចឹងទៅហើយកន្លែងនេះគឺយើងជ្រើស Class A3 ISO A3 ហើយកន្លែងនេះគឺយើង select ប្លង់ដូចគ្នាតាមធម្មតាអញ្ចឹងនៅកន្លែងនេះគឺយើងវាអត់មានបញ្ហាអីទេយើងដូរដាក់ធម្មតាមកហើយដែលយើង preview ក៏អក្សរនៅកន្លែងនេះក៏វាអត់មាន load ខុសដែរប៉ុន្តែករណីជាក់ស្ដែងតែម្ដងនៅពេលដែលយើង plot ចេញជាក់ស្ដែងវានឹងមានវានឹង load ខុសដៃខុសជើងអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យអ្នកទាំងគ្នាមើលខ្ញុំ save យកទៅដាក់ desktop សិនអូខេខ្ញុំដាក់ desktop បែបហ្នឹងចុះអញ្ចឹងខ្ញុំទៅចាំមើលទាំងអស់គ្នាថាវា load ខុសដៃខុសជើងដែរអត់អញ្ចឹងឃើញថា font អក្សរUnicode ដែលយើងសរសេរនៅក្នុងកម្មវិធី AutoCAD វាខុសដៃខុសជើងចឹងប៉ុន្តែយើងអាចសរសេរបានដូចគ្នាហើយយើងគ្រាន់តែដូរនៅពេលដែល save បន្តិចទេគឺយើងគ្រាន់តែដូរនៅចំណុចទូចមួយទេគឺយើងអាចសរសេរបានដោយការប្រើប្រាស់ font Unicode ហើយគឺយើងអាច save បានធម្មតាទៀតវាអត់មានខុសដៃខុសជើងទៀតអូខេអញ្ចឹងចំពោះការ save ដែលធ្វើម៉េចដើម្បីកុំឲ្យវា load ខុសដៃខុសជើងអញ្ចឹងខ្ញុំមានtechnique មួយអូខេអញ្ចឹងគឺយើង control អក្សរ P មកហើយកន្លែងដែលយើងត្រូវមើលនិងត្រូវដូរគឺយើងដូរនៅកន្លែងណានេះនៅកន្លែងណានេះយើងអាចដូរយក Microsoft Print to PDF នេះមកឬមួយក៏បើសិនបើកុំព្យូទ័រអ្នកទាំងគ្នាអត់មានកន្លែងMicrosoft Print to PDF គឺភាគច្រើនគឺមានជាមួយនឹង Adobe PDF ដែលជាប្រភេទ Adobe Acrobat ហ្នឹងអ្នកទាំងគ្នាអាច select យក Adobe PDF មកគឺវាអត់មានបញ្ហាខុសដៃខុសជើងឬមួយក៏ load ដៃជើងទេអញ្ចឹងខ្ញុំយក center ខ្ញុំ select ប្លង់របស់ខ្ញុំម្ដងទៀតអូខេខ្ញុំ select ដាក់បែបហ្នឹងហើយខ្ញុំដោះកន្លែងនេះចេញមួយអញ្ចឹងនៅពេលដែលយើង preview ទៅប្លង់នៅក្នុងនេះគឺវាអត់មាន load ទេហើយជាក់ស្ដែងដែលយើង save ចេញក៏វាអត់ load ដែរវានៅបែបហ្នឹងដដែលវានៅត្រូវជាមួយនឹង font អក្សរខ្មែរដដែលអូខេអញ្ចឹងគឺខ្ញុំ click OK មកគឺខ្ញុំ click OK ហើយខ្ញុំយកដាក់ desktop ហើយខ្ញុំវាយលេខ1មួយចុះអូខេអញ្ចឹងខ្ញុំsave បែបហ្នឹងគឺខ្ញុំរងចាំបន្តិចហើយបន្តមកនេះយើងឡើងបែបនេះវា print ហើយអញ្ចឹងខ្ញុំមកបើកឲ្យអ្នកនរគ្នាមើលខ្ញុំនេះប្លង់លេខ1មិញហ្នឹងដែលខ្ញុំsave ចេញអូខេអញ្ចឹងឃើញហើយអ្នកនរគ្នាឃើញថាប្លង់នៅក្នុងនេះវាអត់មានបញ្ហា load អក្សរខ្មែរ load អីខុស font ខុសអីទេហើយនេះគឺជាការសរសេរដោយការប្រើប្រាស់ font Unicode អ្នកនរគ្នាអាចចូលទៅ download បាននៅក្នុង channel Telegram របស់ខ្ញុំអត់មានកត់លុយទេនៅក្នុងហ្នឹងក៏មានឯកសារយ៉ាងច្រើននៅក្នុងហ្នឹងដែរពាក់ព័ន្ធជាមួយនឹងឯកសារសំណង់ស៊ីវិលក៏ដូចជា architecture នៅក្នុងហ្នឹងដែរអូខេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយជាបន្តទៀតពីកម្មវិធី AutoCAD ក៏ដូចជាកម្មវិធី SketchUp ក្នុងជំនាញ architecture ជាមួយនឹងខ្ញុំបាទមកក្រែជាបន្តទៀត